តែយើងត្រូវចេះស្រឡាញ់ខ្លួនឯងហ្នឹងវាសំខាន់ពេលដែលអ្នកដទៃបោះបង់យើងចោលហ្នឹងហើយពេលគេពងស្រឡាញ់អ៊ូអរកក្រឹកក្រែងយើងកើតភ្លើតភ្លើនភ្លេចខ្លួនទៅទេភ្លេចស្រឡាញ់ខ្លួនឯងទៅធ្វើបាបរឿងនេះរឿងនោះទៅទៀតណោះដល់តែពេលគេបោះបង់ទៅបានភ្ញាក់ខ្លួនចេះស្រឡាញ់ខ្លួនឯងហ្នឹងដើម្បីឲ្យយើងដឹងខ្លួនជាមុនថាចាកលោកនឹងទៅណាគេទៅតាមស្រឡាញ់យើងនោះយើងត្រូវរៀនចេះស្រឡាញ់ខ្លួនឯងហ្នឹងឲ្យបានច្បាស់លាស់ឲ្យហើយអញ្ចឹងនឹងឯងហើយនោះយើងតែមានបុណ្យហើយគេហៅថាមានអំណោយទានអីអីចឹងទៅអាហ្នឹងគ្រាន់តែរឿងទានមានសិលទៅទៀតអ្នកណាក៏ស្រឡាញ់អ្នកណាក៏ចូលចិត្តអ្នកណាក៏រាប់អានទៅតាមហ្នឹងប៉ុន្តែយើងកុំបាក់ទឹកចិត្តពេលដែលវាត្រូវធ្លាក់បុណ្យម្ដងឬក៏បាបត្រូវឲ្យផលអីហ្នឹងយ៉ាងណាយើងត្រូវរក្សាទឹកចិត្តក្នុងការដែលយើងកំពុងរស់នៅជាមនុស្សនេះត្រូវតែមានទឹកចិត្តឲ្យបានទៅមិនបានអីប៉ុន្តែអ្វីដែលយើងមានហ្នឹងវាល្មមឲ្យយើងមានកម្លាំងចិត្តហើយគឺនៅរស់ជាមនុស្សត្រៃសរណគមក៏មានសិលក៏មានយើងមើលសម្បត្តិខាងក្រៅអីណាឲ្យមកដូចជាសម្បត្តិត្រៃសរណគមវាលើសអំពីសមាបត្តិ8លោកីអភិញ្ញាក្រៅពុទ្ធសាសនាដែលអត់មានបត្រៃសរណគមត្រៃសរណគមហ្នឹងប្រសើរជាងទៀតប្រសើរជាងសិលក្រៅពុទ្ធសាសនាប្រសើរជាងសមាបត្តិ8លោកីអភិញ្ញា5នៅក្នុងអត្តកថាសលេខសោតទៀតត្រៃសរណគមហើយមើលយើងមិនដឹងគុណទាំងអស់ហ្នឹងយើងហាក់ដូចជាអត់មានអីចឹងទៅប៉ុន្តែយើងស្ដាប់ពធហ្នឹងដើម្បីយើងមកពិចារណាអ្វីដែលយើងមានហ្នឹងគឺធ្វើឲ្យយើងមានកម្លាំងចិត្តនិងអប់រំថែរក្សាចិត្តយើងតែមួយហ្នឹងគឺថាឲ្យដូចជាប្រច័ណ្ឌនៅក្នុងជីវិតហ្នឹងភ្លឺស្វាងស្ងប់រងាប់តិចថ្ងៃហ្នឹងហើយកោ14កើតគាត់ណាឲ្យជាមនុស្សខាងខ្នើតពេញបរមីប្រច័ណ្ឌពេញវងអញ្ចឹងទៅតែមើលយើងត្រូវជាយាមគ្រប់ដង្ហើមចេញចូលគ្រប់ពេលវេលាក្នុងការដែលត្រូវបំពេញឲ្យជាមនុស្សខាងខ្នើតហ្នឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងក៏បីនឹងអប់រំបញ្ញាក្នុងវដ្តសង្សារនេះដែលមានគ្រោះទៅដោយវត្តដាក់គឺយើងត្រូវពឹងបញ្ញានេះឯងដើម្បីស្រោចស្រង់ឲ្យរួចអំពីគ្រោះនៃវដ្តសង្សារក្នុងពេលវេលាដែលមានពុទ្ធសាសនាខណោវោមេឧបច្ចគាពុទ្ធិកាចឹងកុំឲ្យគណៈពេលវេលាដែលល្អហ្នឹងកន្លងហួសទៅមិនមានអ្វីដែលគួរឲ្យសោកស្ដាយក្នុងវដ្តសង្សារហ្នឹងជាងដែលថាបានជួបគណៈល្អឱកាសល្អហើយយើងលួងលក់នៅក្នុងដំណេកនៃកិលេសមុងអវិជ្ជាកតេលតណ្ហាខ្នើយទិដ្ឋិនេះពុទ្ធអង្គទ្រង់ព្រះសុបិនផ្ទុំកោយភ្នំហែមពៀនគឺសัพពញុត្តញាណហើយយើងកោយខ្នើយទិដ្ឋិហ្នឹងឯងវាផ្ទុយពីបញ្ញាញាណហ្នឹងគឺមិឆាទិដ្ឋិអញ្ចឹងត្រូវភ្ញាក់ឡើងងើបក្បាលអំពីខ្នើយមិឆាទិដ្ឋិហ្នឹងងើបពីកតេលតណ្ហាសាមុងអវិជ្ជាអញ្ចឹងទៅហ្នឹងឯងដូច្នេះគឺថាការដែលយើងលួងលក់នៅក្នុងដំណេកកិលេសដែលហៅថាកិលេសនិន្ទ្រាហ្នឹងគឺធ្វើឲ្យយើងយល់សពក្នុងរឿងអ្វីសពគ្រប់អញរបស់អញអីហ្នឹងគឺនៅក្នុងដំណេកកិលេសសបិនហ្នឹងតែតលតែពុទ្ធោឡើងកណាពុទ្ធៈប្រែតែភ្ញាក់ឡើងហ្នឹងទៅបានយើងឃើញសច្ចធម៌តាមសេចក្តីពិតបញ្ញខណ្ឌយើងអត់បានធ្វើមកផងហ្នឹងឯងអត់មានបញ្ញខណ្ឌកើតមកជាខ្លួនយើងទេណាដោយសារតែយើងដេកលក់ក្នុងដំណេកកិលេសហ្នឹងមកចាប់ប្រកាន់បញ្ញខណ្ឌធ្វើជាខ្លួនយើងលំបាកអស់មកវត្តសង្សារក្នុងការយល់សពហ្នឹងដល់តែពេលយើងបានភ្ញាក់មែនអញ្ចឹងទេបញ្ញខណ្ឌហ្នឹងវាមានបានកើតមកធ្វើជាយើងឯណាកើតពីបច្ច័យវានៅតែជាផលរបស់បច្ច័យវានៅតែជាសង្ខារធម៌អញ្ចឹងបើអត់មានទិដ្ឋិទៅចាប់ប្រកាន់ទេវាមានជាយើងអីនឹងឯងហើយដែលមិនមានទិដ្ឋិទៅចាប់ប្រកាន់មកអំពីមិនមានអវិជ្ជាហើយមិនមានអវិជ្ជាមកពីវិជ្ជាកើតឡើងវិជ្ជាកើតឡើងគឺវិបស្សនាពុទ្ធបរិស័ទយើងបានជួបនឹងពធនឹងឯងតែអញ្ចឹងគឺថាពុទ្ធោហ្នឹងគឺព្រះអង្គទ្រង់
ជាព្រះសម្មាសម្ពុទ្ធហើយប៉ុន្តែព្រះអង្គប្រទាននៅពធឲ្យសត្វលោកនោះទេវតានឹងឯងបានត្រាស់ដឹងផងនៅអរិយសច្ចធម៌មានទុក្ខសច្ចៈជាដើមនឹងគាត់ថាដែលយើងបានដឹងច្បាស់គឺថាមិនមែនជាខ្លួនយើងហើយក៏អត់មានទិដ្ឋិទៅប្រកាន់ថាយើងអ្នកធ្វើដែរវាជារឿងវត្តដាក់យ៉ាងណាវាជាផលរបស់បច្ច័យវិបស្សនាញាណកើតឡើងដឹងគឺថាមិនមែនយើងអ្នកធ្វើមកហើយរួចខ្លួនត្រង់ដែលមិនមែនយើងធ្វើនឹងឯងចឹងទោះជាថាវាកើតឡើងយ៉ាងម៉េចវាអត់មានយើងត្រូវទៅខ្វល់ជាមួយនឹងផលនៃបច្ច័យនឹងទេនេះឯងដែលជាការដាក់ចុះនៅឧបាទានខណ្ឌគឺត្រង់ដែលយើងបានភ្ញាក់នឹងឯងពុទ្ធៈពុទ្ធោនឹងសូមឲ្យពុទ្ធបរិស័ទនឹងបានជ្រាបថាពុទ្ធៈនឹងមានសម្មាសម្ពុទ្ធោមានបច្ចេកពុទ្ធោមានសាវកៈពុទ្ធោនឹងឯងឬក៏ថាចតុសច្ចៈពុទ្ធោនឹងចំពោះសាវកដែលបានចាក់ធ្លុះនៅអរិយសច្ចៈនឹងឯងទាំងសូមអនុមោទនាអញ្ចឹងខ្ញុំបកណារៀបរាប់ខ្លឹមសារពធនៅត្រង់ដែលថាទៀនជាគ្រឿងប្រដាប់ចិត្តជាអលង្ការរបស់ចិត្តនឹងទាក់ទងទៅនឹងសមថវិបស្សនាដែលធ្វើឲ្យពុទ្ធបរិស័ទនឹងដឹងខ្លួនថារស់នៅសប្ថ្ងៃនឹងគ្រាន់តែជាសាលាសំណាក់តែប៉ុណ្្នឹងទេអត់មានហួងហែងអីទេចាកលោកនឹងទៅគឺទៅកាន់ទេវលោកព្រហ្មលោកបរិនិព្វានក្នុងទីនោះទៅអញ្ចឹងគឺយើងអត់មានចិត្តហួងហែងអីទេបងប្អូនកូនចៅអីគឺគ្រាន់តែថាផ្ដាំផ្ញើអីចឹងទៅតាមក៏តាមទៅអីចឹងណានឹងឯងដោយអំណាចនៃគុណធម៌ទានសិលភាវនានៃពុទ្ធបរិស័ទនឹងឯងសូមឲ្យបានសម្រេចលុះនៅក្នុងមនោរថគឺបំណងប្រាថ្នាដើម្បីរួចផុតចាកភពចាកវដ្តសង្សារកំបីក្លៀងឃ្លាតខ្លាយជាបការៈដល់ទេឡើយ